ជាក្មេងដូចពីមុនមិនបាញ់ត្រូវលួចគេយំក៏មិនបាច់ទ្រាំធ្វើមនុស្សក៏ថ្លឹងរលោកមកខ្សែជីវិតឲ្យដួងចិនខ្ញុំត្រូវរួលេចលងចង់ឬមិនចង់គឺមានតែពីងថតត្រង់បានជួបជួននឹងស្នេហាហើយស្នេហ៍អើយដេញឡើយខ្វងការយល់ចិនแม่น้องអូនត្រូវស្រកូនស្វិតគូក្បាលស្ពឹងដូចត្រូវគេសម្ដំសំដីមកប្រាប់អូនថោស្នេហ៍តែជាស្នេហ៍លាក់បងក៏មកអារម្មណ៍បងសំដែលសំបានតាមបំណងចុងក្រោយបងក៏ប្រែហើយគឺឈួតម្ដងជាមួយស្នេហ៍ដែលបងបានផ្ដល់ឲ្យម្ដងស្នេហ៍ម្ដងធ្វើប្រងាយត្រានត្រែតុងអូនជាវ័យសាងស្នេហ៍មួយនេះឬបងក្រចាំឃើញត្រឹមតែទឹកក្តៅស្រាំលៀងចិត្តពីចរណៃតុងស្នេហ៍ជាទីស្នេហ៍ស្នេហ៍អូនថ្លៃរវត្តឯងនេះបានចេញមកនិយាយថាជាសង្សារសូនីតាម្នាក់ទៀតពូនិយាយពីអីអ្នកណាទៅដើមសង្សារអ្នកណាសុនីតាមកទៀតហើយខ្លួនឯងកុំសឹកគិតច្រើនពេកជប់អារម្មណ៍ទៅអូនណាហើយបងសន្យាថានឹងមើលថែអូនឲ្យបានល្អទៅជុំក្នុងវិញយប់ហើយchạyដឹងរឿងរបស់យើងមិនហើយឯងដឹងថាសូនីតាគឺជាស្រីរបស់យើងមិនតែយកជួយពាក់ព័ន្ធមួយនឹងគេអញ្ចឹងហ៎ចង់ទាញពេលវេលាធ្វើជាក្មេងដូចពីមុនមិនបាញ់ត្រូវលួចគេយំក៏មិនបាច់ទ្រាំធ្វើមនុស្សក៏ថ្លឹងរលោកមកខ្សែជីវិតឲ្យដួងចិនខ្ញុំត្រូវរួលេចលងចង់ឬមិនចង់គឺមានតែពីងថតត្រង់បានជួបជួននឹងស្នេហាហើយស្នេហ៍អើយដេញឡើយខ្វងការយល់ចិនแม่น้องអូនត្រូវស្រកូនស្វិតគូក្បាលស្ពឹងដូចត្រូវគេសម្ដំ
ម្ដងជាមួយស្នេហ៍ដែលបងបានផ្ដល់ឲ្យម្ដងស្នេហ៍ម្ដងធ្វើប្រងើយត្រានត្រែតុងអូនជាវ័យសាងស្នេហ៍មួយនេះឬបងក្រចាំឃើញត្រឹមតែទឹកក្តៅស្រីលៀងចិត្តឈឺចរណៃតុងស្រីជាទីស្នេហ៍ស្នេហ៍ចំទាញពេលវេលាធ្វើជាក្មេងដូចពីមុនមិនបានត្រូវនួយគេយំក៏មិនបានទ្រាំធ្វើមនុស្សក៏ថ្លង់រលោកមកខ្សែជីវិតឲ្យដងចិត្តខ្ញុំត្រូវរួលិចលងចង់ឬមិនចង់គឺមានតែពីទូរស័ព្ទបងអាឡូបងនៅណាហ្នឹងនៅឯណាឲ្យផ្ដល់កំដៅដល់បេះដូងមួយនេះបានទេជួយប្រាំខំមានមេកុំសំឡំចិត្តស្នេហ៍អានឈើគាំទ្រនិងលើកទឹកចិត្តឲ្យមានការរក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់សូមនៅផ្ទះដើម្បីសុវត្ថិភាពទាំងអស់គ្នាពិសាដោយការទទួលខុសត្រូវម្ដងជាមួយស្នេហ៍ដែលបងបានផ្ដល់ឲ្យម្ដងស្នេហ៍ម្ដងធ្វើប្រងើយត្រានត្រែទូរស័ព្ទបងអាឡូបងនៅណាហ្នឹងទៅតាមមិត្តភក្តិស្អែកហ្នឹងទៅញ៉ាំបាយជាមួយគ្នាបានអត់ប៉ុណ្ណឹងបានហើយចាំខលទៅវិញនេះតាអូនមកចៃម៉ាក់យ៉ាងម៉េចហើយលោកប្រុសលោកស្រីលោកគ្រូពេទ្យកំពុងតែពិនិត្យហើយមិនអីទេបងទៅសម្រាប់ទៅដនជើងគាត់ទៅមិនអីទេលោកប្រុសខ្ញុំមិនហត់ទេខ្ញុំនៅចាំលោកស្រីទៅសម្រាប់ទៅចាលោកប្រុសឲ្យពូសុំទោសបើមិនមកពីពូទេក៏មកឯងមិនមកសម្រាប់មន្ទីរពេទ្យដែរមិនមែនជាកំហុសរបស់ពូទេមកពីពូច្រឡោតពេកកាលពីព្រឹកមិញនេះវត្តមិនទៅប្រជុំនឹងគេធ្វើឲ្យខាតការងារណាមួយប្រហែលថ្ងៃនេះប៉ាក្មេងវត្តដូចជាមានផែនការអ្វីទៀតហើយពូខ្លាចតែយូរទៅលោកសម្បត្តិរតនៈនឹងប្រើអំណាចលេបយកក្រុមហ៊ុនប៉ាវុធទាំងអស់រឿងនេះពូមិនបាច់បារម្ភទេខ្ញុំដឹងហើយមកពីស្រីនោះមែនទេដែលធ្វើឲ្យវុធមិនចាប់អារម្មណ៍នឹងការងារ
គ្រាន់តែជាការលេងសើចទេគ្រាន់ជាការលេងសើចនេះគ្រាន់ជាការលេងសើចប៉ុណ្្នឹងទៅហើយចោះតម្រង់តែមែនទេទៀតនោះឯងប្រហែលសល់តែឆ្អឹងទេមើលទៅលោកគ្រូពេទ្យម៉ាក់ខ្ញុំយ៉ាងម៉េចដែរមិនអីទេគ្រាន់តែជំងឺរបស់គាត់បានអ្នកណាធ្វើឲ្យប៉ះពាល់អារម្មណ៍គឺមិនបានលោកបានចូលទៅមើលគាត់បានអរគុណលោកគ្រូឲ្យពូសុំចូលទៅដែរទៅមិនបាច់ពូត្រឡប់ទៅវិញមិនអីទេឲ្យពូនៅចាំកន្លែងទៅបានណែម៉ាក់មិនអីទេចាម៉ាក់មិនអីទេណាកូនបាច់និយាយទេម៉ាក់ដឹងណាថាកូនចង់សុំទោសម៉ាក់កូនសុំទោសតែម៉ាក់មិនអីទេណាចាម៉ាក់មិនអីទេម៉ាក់គ្រាន់តែស្លាប់មកផ្លែក៏ដឹងខ្លួនវិញហើយប៉ុន្តែម៉ាក់ខ្លាចតែអ្នកខ្លះទេណាដែលត្រូវស្លាប់ដោយសារកណ្ដាប់ដៃឯងនោះនេះវុតទៅរកសម្បត្តិរទ្ធីមែនទេកូនហើយចុះកូនមានវាយគេដែរឬក៏អត់ប្រាប់ម៉ាក់មកបាទខ្ញុំវាយគេតែគេអត់តដៃខ្ញុំទេម៉ាក់ទៅតែលើនេះថាកូនប្រុសរបស់ម៉ាក់ចេះវាយមនុស្សប្រុសដោយសារតែមនុស្សស្រីម្នាក់នេះទើបសំជាកូនប្រុសណាកូនមនុស្សប្រុសគឺត្រូវតែឆ្លងកាត់រឿងបែបហ្នឹងហើយនេះហើយណាគេហៅថាជីវិតស្នេហាម៉ាក់តែខ្ញុំមិនបានវាយគេដោយសារតែសុនីតាទេមកពីខ្ញុំមិនចូលចិត្តគេចូលចិត្តប្រើល្បិចដូចច្បងស្រីគេអញ្ចឹងហើយម៉ាក់ជាអ្នកបង្កើតកូនម៉ាក់មើលធ្លុះពីចិត្តកូនបានណាកូនស្រឡាញ់សូនីតាបើសិនជាកូនគិតបែបនេះនោះចុះផល្លាគេតែងតែប្រើល្បិចដាក់កូនហេតុអីកូនមិនធ្វើដាក់នាងដូចធ្វើដាក់ប្អូនប្រុសរបស់នាងទៅនេះមកពីមិនពាក់ព័ន្ធជាមួយនឹងមនុស្សស្រីដែលកូនស្រឡាញ់នឹងណាកូននេះចង់ស្រឡាញ់ក៏ស្រឡាញ់ចង់ស្អប់ក៏ស្អប់ហើយការងារនៅភ្នំពេញគិតគូផងខ្ញុំដឹងហើយពូយ៉ាងណាក៏ខ្ញុំគិតពីក្រុមហ៊ុនដែលជាកម្លាំងយោធារបស់ប៉ាខ្ញុំដែរនៅឯណាឲ្យផ្ដល់កំដៅដល់បេះដូងមួយនេះបានទេជួយប្រាំខំមានមេកុំសំឡំចិត្តស្នេហ៍
អ្វីសពបែបយ៉ាងនឹងល្អប្រសើរឡើងមើលតែម៉ាក់និងប៉ារបស់កូនទៅបានហើយអូមែនណាម៉ាក់ប្រាប់ខ្ញុំមកហេតុអីបានជាម៉ាក់និងប៉ាបែកផ្លូវគ្នាម៉ាក់ធ្លាប់ប្រាប់ខ្ញុំថាដោយសារតែអ្នកទី3ហើយអ្នកទី3នោះគឺជាខ្ញុំហើយត្រូវហើយអ្នកទី3នោះគឺជាកូនណាកានូប៉ារបស់កូនបានរៀបចំឲ្យកូនធ្វើជាអ្នករកស៊ីតាំងពីតូចមកបុត្រកូនរបស់ម៉ាក់កូនមិនសូវចេះនិយាយច្រើននោះទេហើយតាំងពីប៉ារបស់កូនបង្ខំឲ្យកូនធ្វើជាអ្នករកស៊ីមកកូនរឹតតែមិនចេះនិយាយច្រើនទៅទៀតនេះហើយណាមកពីប៉ារបស់កូននេះបង្ខំឲ្យកូនធ្វើជាអ្នករកស៊ីនឹងណាគាត់មិនបានបង្ខំខ្ញុំទេម៉ាក់ខ្ញុំធ្វើដោយចិត្តខ្លួនឯងខ្ញុំមិនចង់ឲ្យគាត់ឯកាទេឯកាគាត់មិនចេះឯកានោះទេណាគាត់មានមិត្តភ័ក្តិច្រើនណាស់ពេលទំនេរគាត់តែងតែទៅក្រៅជាមួយមិត្តភ័ក្តិរបស់គាត់ហើយតែគាត់តែងតែផឹកស្រានៅក្នុងបន្ទប់ធ្វើការរហូតពេលខ្លះគាត់ទៅក្រៅជាមួយមិត្តភ័ក្តិថ្ងៃខ្លះខ្ញុំបញ្ជូនគាត់ទៅខ្ញុំសង្កេតឃើញទឹកមុខគាត់មិនសូវសប្បាយចិត្តទេមកពីគាត់ចង់បានការគ្រប់គ្រងពីមនុស្សនៅក្បែរខ្លួនតែបែរជាមិនបាននៅក្បែរខ្លួនគាត់ទៅវិញចុះនេះបានន័យថាវុតចង់និយាយថាម៉ាក់ទៅចោលប៉ាកូនមែនទេម៉ាក់ដឹងអត់ថាប៉ាផឹកស្រារាល់យប់ម៉ាក់អត់ដែរដឹងទេចុះបើខ្ញុំបានដល់ចិត្តគាត់ទៀតតើគាត់ទៅជាយ៉ាងណាទៅទោះបីជាពេលនេះគាត់ស្លាប់ទៅក៏ដោយតែខ្ញុំនៅតែនៅក្បែរខ្លួនគាត់ជានិច្ចពូទៅហើយការងារនៅភ្នំពេញគិតគូផងខ្ញុំដឹងហើយពូយ៉ាងណាក៏ខ្ញុំគិតពីក្រុមហ៊ុនដែលជាកម្លាំងយើងជឿរបស់ប៉ាខ្ញុំដែរ
នេះលោកប្រុសចង់ទៅណាទៀតទៅផ្ទះទៅបាទលោកប្រុសទៀតហើយលោកស្រីអូចាអត់ទេអត់មានគិតអីទេណាហេតុអីលោកស្រីមិនឲ្យខ្ញុំប្រាប់រឿងនឹងទៅរាវុធគេប្រកាសជាបារម្ភខ្លាំងហើយខ្ញុំមិនចង់ឲ្យវុធគេពិបាកចិត្តដោយសារខ្ញុំនោះទេណាគេហត់នឿយរឿងច្រើនណាស់ទៅហើយតែមុននឹងក្រោយគេនឹងដឹងព្រោះយើងលាក់គេមិនចិត្តទេលោកស្រីហើយលោកស្រីខ្លួនឯងក៏គួរតែប្រុងប្រយ័ត្នខ្លួនខ្លះទៅត្រូវយើងទ្រាំអស់10ឆ្នាំហើយត្រូវហើយបងស្រីខ្ញុំក៏ទ្រាំអស់10ឆ្នាំដែរចុះគាត់ខឹងនឹងខ្ញុំទេឯងគួរតែសួរខ្ញុំវិញថាខ្ញុំខឹងនឹងឯងទេខ្ញុំមិនខ្លាចទេដែលបងខឹងខ្ញុំតែខ្ញុំខ្លាចខ្លួនឯងទៅវិញទេតែថ្លើមធំហ៊ានធ្វើឲ្យបងខឹងយើងមិនចង់និយាយច្រើនទៀតទេអញ្ចឹងបងមកនេះក៏ចង់វាយគ្នាបន្តមែនទេឥឡូវនេះមិត្តភក្តិខ្ញុំអត់នៅទេនៅតែពីរអ្នកយើងតទល់តែប៉ុណ្ណោះយើងមកនេះមិនចង់វាយគ្នាទេគឺយើងចង់មកសុំទោសឯងពីរឿងទីមួយខ្ញុំចង់សុំទោសឯងដែលខ្ញុំវាយឯងមិនបានគិតជាមុនហើយខ្ញុំដឹងថារូបថតនោះឯងមិនមែនជាអ្នកបង្ហោះនោះទេមួយទៀតគឺយើងចង់អរគុណឯងដែលឯងធ្វើឲ្យយើងភ្លឺភ្នែកតែភ្លឺភ្នែកមិនមែនមានន័យថាគ្រួសារសម្បត្តិរតនប៉ាឯងត្រូវយើងសុំទោសនោះទេបងយកទៅវិញចុះអ្វីដែលបងយល់ថាជារបស់បងនោះតែសូមកំហុសហើយពេកត្រូវយើងទ្រាំអស់10ឆ្នាំហើយត្រូវហើយបងស្រីខ្ញុំក៏ទ្រាំអស់10ឆ្នាំដែរយើងទៅវិញហ៎បងខ្ញុំចោលសូនតានាងទៅណាមិនរួចទេប្រហែល2-3ថ្ងៃចិត្តមកវិញហ៎តោះទៅវិញបាទលោកប្រុស
ចិត្តមិនស្ងប់ឲ្យខ្ញុំសែងឈឺផ្សាហេតុអ្វីទៅចិត្តនៅតែឈឺយ៉ាងនេះរួមតែតយើងក៏ធ្វើមិនបន្តទៀតឬក៏ត្រូវនៅបែបហ្នឹងរហូតគឺវាគង់តែមិនមានវិធីដោះស្រាយទេអូននឹងក៏បារម្ភពេកខ្ញុំចង់រស់នៅបែបនេះរហូតដើម្បីកិច្ចការឈឺចាប់ទាំងអស់ប៉ុន្តែបើនៅមានជីវិតនៅតែជួបដដែលហ្នឹងខ្ញុំដឹងថាខ្ញុំគិតពីដៃគេរួចទេព្រោះតែគេមានផោះតាំងរបស់ពូខ្ញុំគេចង់ធ្វើអីពេលណាក៏បានដែរខ្ញុំក៏អាចអត់ខ្វល់ពីរឿងពូរបស់ខ្ញុំជាប់គុកដែរប៉ុន្តែមិញហើយនឹងលីដាគេហួរនៅយ៉ាងម៉េចសុនីតាអូនកុំបារម្ភពេកបាយខ្ញុំធ្វើចឹងអីខ្ញុំដឹងថាមកឯងស្រឡាញ់ខ្ញុំតែខ្លួនខ្ញុំនេះវាស្មោកក្រោបប្រឡាក់តែតណ្ហារបស់បងម្នាក់ហ្នឹងខ្ញុំរងងារខ្ញុំឯកាត្រូវការមនុស្សម្នាក់ដែលយល់ចិត្តពេលវេលាក៏លងផុតចិត្តមិនស្ងប់ឲ្យខ្ញុំសែងឈឺផ្សាហេតុអ្វីទៅចិត្តនៅតែឈឺយ៉ាងនេះរួមតែតកណ្ដោយកណ្ដាយនៅឯណាឲ្យប្រកំដៅដល់បេះដូងមួយនេះបានទេជួយប្រាំផងមានមេកុំសំឡំចិត្តស្នេហ៍ដែលមានចំពោះបងផ្ដល់ឱកាសអូនម្ដងបោះស្រាយចិនស្នេហ៍មួយនេះដែលមានកង្វល់នៅតែឆ្ងល់នៅតែចង់ដឹងតើមកពីហេតុអ្វីតែដងដៃបានប្រេះស្រំរំកំមួយនេះរងចាំមាននៅម្នាក់ឯងត្រូវក៏បងមកកាពីថ្នាក់ធ្នមថែរួមអូនផ្ដល់នៅកំដៅស្នេហ៍អូនខ្លាំងបានពេកកុំប្រងើយកនតាយដាក់អូនខ្លាំងពេកនៅឯណាឲ្យផ្ដល់កំដៅដល់បេះដូងមួយនេះបានទេសុនីតាអូនឈឺមែនទេបងមើលតើអូននឹងដូចជាសុខខ្លួនសោះតើអ្នកបារម្ភពីការឆ្លងជំងឺ Covid-19 មែន